សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះផងដែរជួបជាមួយនឹង admin ម្ដងទៀតហើយជាមួយនឹងភ័ក្រ3នៃរឿង Overdose មិននឹងចូលដល់សាច់រឿងរបស់យើងសូមជួយចុច like share និង subscribe ផងណាតោះចូលសាច់រឿងទាំងអស់គ្នាហ្មងទៅក៏សម័យបកទៅវិញពេលដែលស៊ូចាក់ចេញពីណានឆឹងនោះក៏ទទួលបានសម្បត្តិមួយពីគ្រូសម្ដែងដែលបានប្រាប់ថាអាឡានដែលជាបងប្អូនរបស់នាងនឹងត្រូវបានជាប់ឃុំនៅក្នុងគ្រួសារហួរមិនដឹងថាមានរឿងអ្វីកើតឡើងទេតែវាគ្រោះថ្នាក់ហើយនៅទីនោះមានការយាមកាមខ្លាំងមែនទែនទៅមិត្តរបស់នាងហាមមិនឲ្យស៊ូនឹងធ្វើអ្វីផ្ដេសផ្ដាស់ទេគ្រាន់តែនាងទៅស៊ើបដំណឹងនៅបៃឆឹងទៅបានហើយស៊ូយើងក៏ត្រឡប់មកផ្ទះដើម្បីរៀបចំឲ្យបានចាក់ចែងតាមពិតនាងបានទទួលសម្បត្តិពីឈីងយីហើយក៏បានឃើញរូបថតទូប្រុសរបស់យើងដែរតែនាងត្រូវចាក់ចែងដើម្បីរកបងស្រីនាងភ្លាមមកទៅមិនបានឆ្លើយតបសម្បត្តិពេលដល់បៃឆឹងក៏តម្រង់ទៅភូមិគ្រឹះនៃគ្រួសារហួរនឹងតែម្ដងហើយចាយដនអីទូប្រុសរបស់យើងក៏ដើរចេញពីផ្ទះនៃគ្រួសារហួរនឹងទៀតហើយមេការនៅទីនោះគេចង់ឲ្យកដោទៅដល់ទូប្រុសរបស់យើងតែគេបានបដិសេធថាគេមកនេះតាមការស្នើសុំរបស់បងប្រុសគេទេបើសិនជាចង់ឲ្យកដោនោះឲ្យទៅបងប្រុសរបស់គេទៅពេលដែលគេបែរមកវិញក៏ឃើញស៊ូកំពុងតែអត់លើមនៅលើដើមឈើនឹងឯងហើយគេដឹងថានាងមានបំណងចង់លោតចុះទៅក៏បានទៅ20នាងថាតាមការប៉ាន់ស្មានរបស់គេបើនាងលោតចុះទៅបើមិនបាក់ឆ្អឹងទេក៏បាក់ជើងដែរបើមិនរៀមដៃវិញបាក់តទៅពីឯណោះធ្វើកាយវិការចាក់ប្រាប់គេទៀតណាតែស៊ូនេះបានស្គាល់ថាជាឈិញយីក៏សរសើរថាគេជាគ្រូពេទ្យល្អម្នាក់ឈិញយីមានបានស្គាល់នាងទេតែនៅតែបារម្ភពីនាងដែលជាមនុស្សចម្លែកមុខម្នាក់ហើយឈិញយីប្រងបែរត្រឡប់ទៅវិញហើយក៏លឺពាក្យដែលនាងថាគេជាគ្រូពេទ្យគេក៏ឆ្ងល់ព្រោះថាមុនហ្នឹងគេមានបានប្រាប់នាងថាគេជាគ្រូពេទ្យទេមិនបានប្រមាណផងស៊ូនេះវិញក៏ធ្លាក់ពីលើដើមឈើហ្នឹងទៅឈិញយីនេះក៏បញ្ញាប់ចូលទៅជួយមើលគេទៅបើទោះបីជាគេទាំងពីរនាក់គ្រាន់តែសរសេរសម្បត្តិជាមួយគ្នាមែនតែឈិញយីគេមានអារម្មណ៍ថានាងគឺជាអ្នកដែលសរសេរសម្បត្តិជាមួយគេនឹងឯងហើយក៏ប្រាប់នាងទៅថាគេនេះគឺជាទូហ៊ូហើយនាងគឺជាអ្នកដែលសរសេរសម្បត្តិជាមួយគេត្រូវអត់តែស៊ូនឹងអត់ឆ្លើយទេធ្វើភ្នែកម៉ក់ធ្វើដូចគេដឹងរឿងអីដែលឈិញយីនិយាយអញ្ចឹងណាទៅឈិញយីគិតថាគេច្រឡំមនុស្សហើយគេសុំតទូប្រុសរបស់យើងត្រង់នឹងដើរចេញទៅហើយស៊ូណែក៏បបួលគេភ្នល់មួយថាបើគេដឹងថានាងបាក់ឆ្អឹងកន្លែងណាខ្លះនាងនឹងព្រមឆ្លើយតបសម្បត្តិរបស់គេចម្លើយមួយនេះបញ្ជាក់យ៉ាងច្បាស់ថាគេគឺជារិនស៊ូព្រោះអីក្នុងសម្បត្តិចុងក្រោយរបស់ឈិញយីគេសង្ឃឹមថានាងនឹងឆ្លើយតបសម្បត្តិរបស់គេធ្វើឲ្យឈិញយីរបស់យើងសប្បាយចិត្តខ្លាំងមែនទែនហើយស៊ូនាងក៏រីករាយដូចគ្នាលទ្ធផលឈិញយីក៏បានអេវកស៊ូនឹងត្រឡប់មកវិញកាត់ព្រើបញ្ញាប់នាំស៊ូមកព្យាបាលជើងព្រោះនាងបាក់ដៃបាក់ជើងនឹងឯងទុំរបួសឲ្យនាងរួចហើយគេក៏សួរទៅថាម៉េចបើនាងស្គាល់គេហើយស៊ូនឹងក៏យករូបថតដែលគេធ្លាប់ផ្ញើឲ្យនាងនោះហើយថាប្រជ្រយនៅចំអករបស់គេនឹងស្រួលចំណាំណាស់ហើយគេក៏អស់សំណើចដល់ពេលមើលក្រោយរូបថតនឹងទៅស៊ូសរសេរកំណាព្យមួយខ្សែដែលបង្ហាញចិត្តរបស់នាងនឹងនឹកតកាន់គេមិនអាចសរសេរសម្បត្តិមកបានហើយគេឆ្ងល់ថាបើនាងចង់ជួបគេអញ្ចឹងមិនបានមិនមករកគេទៅស៊ូនឹងបានត្រឹមតែប្រាប់ថានាងមានការរវល់មិនអាចមករកគេបានទេហើយឈិញយីក៏សួរថារវល់អីគេគឺនាងមិនអាចឆ្លើយបានឡើយហើយក៏បន្លប់ឈិញយីឲ្យចងខ្សែរបួសរបស់នាងទៅជាបោវិញទៅឈិញយីណែដឹងថានាងមិនចង់ប្រាប់គេក៏មិនសួរនាំដែរហើយក៏ចង់បោតាមអ្វីដែលនាងចង់បានទៅចុងក្រោយទាំងពីរនាក់ឃើញបោនឹងហើយគេអស់សំណើចរៀងខ្លួនបន្ទាប់មកស៊ូគេក៏ទៅដុតដំឡូងឲ្យឈិញយីដើម្បីជាការអរគុណដែលគេបានព្យាបាលនាងហើយឈិញយីក៏និយាយថានឹងមែនម្ហូបពិសេសរបស់នាងនោះស៊ូក៏ឆ្លើយថានឹងហើយពិសេសញ៉ាំពេលខែរងាអញ្ចឹងគឺឆ្ងាញ់ខ្លាំងណាស់ហើយគេទាំងពីរនាក់នាំគ្នាញ៉ាំដំឡូងបណ្ដើមើលប្រលបណ្ដើមើលចុះមើលឡើងស៊ូក៏ឃើញវាមកផ្ទះរបស់គេនឹងទំនេរនាងក៏និយាយថាចំការការចិនធានរបស់ប៉ានាងហ្នឹងគឺមានច្រើនណាស់ចាំនាងសុំកត់យកមកដាំនៅទីនេះឲ្យគេទៅចោះពេលដែលផ្ការីកចាំនាងកំដរគេមើលលឺអញ្ចឹងហើយឈិញយីគេក៏អស់សំណើចយកមកឲ្យគេដាំតែនាងគ្រាន់តែកំដរគេមើលតែប៉ុណ្ណឹងទេស៊ូក៏ថាទៅផ្កានេះពិបាកដាំខ្លាំងណាស់ហើយលោកឪពុករបស់នាងតម្រាំតែប្រកាសពូជអាចដាំបានមិនមែនជារឿងងាយទេអញ្ចឹងហើយសូមឲ្យគេនឹងចាត់ទុកជាអំណោយដ៏ល្អទៅហើយនៅ free time អ្នកមើលទៀតឈិញយីគេមិនបានប្រកាសអីទេថាតាមនឹងទៅអញ្ចឹងហើយដឹងតាមរយៈសម្បត្តិនឹងថានាងចង់រៀនរំចាំគេជួយបង្រៀនរំដូចជាការដោះដូរដែលនាងឲ្យផ្កាដល់គេហើយស៊ូក៏យល់ព្រមមិនរងចាំយូរទេគឺរៀនរំលើរទេះនឹងតែម្ដងទោះបីជាពួកគេទៅតែជួបគ្នាលើកដំបូងក៏ពិតមែនតែឈិញយីគេមានអារម្មណ៍ថាដូចជាបានស្គាល់គ្នាតាំងពីយូរណាស់មកហើយអញ្ចឹងតពីនឹងទៅពួកគេក៏មានពេលវេលាល្អៗជាមួយគ្នាជាច្រើនជិះកង់ដើរលេងចំណាយជីវិតជាមួយគ្នារៀនរំជាមួយគ្នារហូតដល់2ខែក្រោយមកស៊ូនាងក៏បានជាជើងវិញហើយឈិញយីគេថាចាំគេចេញពីវាកាត់យប់នឹងហើយគេនឹងរំជាមួយនាងជាផ្លូវការតែម្ដងពូកន្លងមកពេលដែលគេរំជាមួយគ្នាគឺស៊ូនៅលើតែស៊ូបែរជានិយាយថាពេលដែលព្រិលឈប់ធ្លាក់នាងនឹងចាក់ចេញហើយឈិញយីគេហ៊ានសួរនាងទេថានាងទៅណាហើយក៏មិនហ៊ានខត់នាងឲ្យនៅដែរព្រោះចង់ទៅឬមួយក៏នៅជាសិទ្ធិរបស់នាងត្រឹមតែឲ្យឆាតគេតែនាងតែប៉ុណ្ណោះហើយសង្ឃឹមថានាងនឹងសុខសប្បាយតែក្នុងចិត្តរបស់គេនេះពិតជាចង់ខត់នាងឲ្យនៅបន្តទៀតណាឯស៊ូឯនេះវិញបានត្រឹមតែនិយាយក្នុងចិត្តឲ្យគេនឹងថែរក្សាខ្លួនបន្ទាប់ពីនឹងមកនាងក៏បានរៀបចំអីវ៉ាន់របស់នាងបំរុងនឹងចាក់ចេញទៅហើយស្រាប់តែលឺអ្នកនៅចិត្តនឹងគេនាំគ្នានិយាយថាទីក្រុងយប់នឹងដាច់ភ្លើង
ហើយប្រហែលជាមានចំនួនអីនៅកន្លែងរោងចក្រធម្មពលនឹងហើយមើលទៅស៊ូស៊ូលឺតែអញ្ចឹងមិនគិតច្រើនទេទុកកាបូបចោលហើយរត់ទៅភ្លាមតែម្ដងមិនដឹងថានាងរតនាទេស្រាប់តែយប់ឡើងដាច់ភ្លើងពិតមែនឯឈីញីកំពុងតែវះកាត់នេះមិនដឹងវះកាត់យ៉ាងម៉េចស្រាប់តែពេលនោះមានមនុស្សជាច្រើនបានកាន់មកជាមួយនឹងភ្លើងទៀនបំភ្លឺបន្តឲ្យពួកគេនឹងវះកាត់បានតទៀតហើយឈីញីយើងឆ្ងល់ខ្លាំងមែនទែនថាម៉េចបានពួកគេដឹងថាខ្លួននឹងកំពុងតែវះកាត់ពួកគេនឹងក៏ប្រាប់ទៅថាមានមនុស្សស្រីម្នាក់តែគូទ្វាររបស់ពួកគេម្នាក់ម្ដងដើម្បីឲ្យពួកគេនឹងមកជួយបំភ្លឺដល់លោកគ្រូពេទ្យនឹងឯងហើយទៅឈីញីនេះគេដឹងថាគឺជាស៊ូស៊ូគាត់តែវះកាត់ហើយភ្លាមគេក៏រត់ចេញពីមន្ទីរពេទ្យដើម្បីមករកស៊ូស៊ូតែម្ដងប៉ុន្តែមនុស្សចេញពីមន្ទីរពេទ្យច្រើនពេកមើលមិនឃើញទេថានាងនៅទីណាហើយស៊ូស៊ូនៅជ្រុងម្ខាងទៀតនឹងឯងបានឃើញឈីញីនឹងដែរនាងបានលើកដៃហៅឈីញីទៅហើយតែក៏ទប់ចិត្តឈប់ហៅវិញបំរុងនឹងចាក់ចេញទៅហើយភ្លើងនៅទីក្រុងនឹងស្រាប់តែភ្លឺឡើងវិញក៏ធ្វើឲ្យឈីញីរបស់យើងនឹងគេមើលឃើញស៊ូស៊ូដែលបែរខ្លួនចាក់ចេញនឹងហើយឈីញីក៏ហៅនាងឲ្យឈប់ឮសំឡេងឈីញីហៅហើយនាងមិនអាចធ្វើដំណើរទៅមុខបានទៀតទេឈីញីនេះវិញក៏រត់តម្រង់ទៅរកស៊ូស៊ូនឹងឯងហើយស៊ូស៊ូក៏បានសួរទៅតាមទូប្រាប់របស់យើងថាម៉េចវិញការវះកាត់ជោគជ័យឬមួយក៏អត់ឈីញីក៏ថាល្អណាស់ក៏បានអរគុណទៅកាន់ស៊ូស៊ូនឹងទៅពេលដែលនាងជួយគេបែបហ្នឹងធ្វើឲ្យគេនេះមានអារម្មណ៍ថាខ្លួនឯងនឹងមានតម្លៃខ្លាំងណាស់ដែលបានជួយជីវិតមនុស្សហើយគេក៏មានកាដូមួយឲ្យនាងដែរគឺដើមផ្កាចិនធាននឹងឯងឈីញីគេបានពឹងមិត្តភក្តិរបស់គេឲ្យរកផ្កានឹងមកថាឲ្យនាងពេលដែលគេត្រឡប់មកពីមន្ទីរពេទ្យវិញតែដល់ពេលឮថានាងនឹងចាក់ចេញអញ្ចឹងគេក៏គិតថាគេនឹងយកដើមផ្កានឹងទៅចោលហើយទូខំតែឮអញ្ចឹងក៏យកផ្កាពីដៃគេមកហើយក៏ដល់ពេលវេលាដែលនាងត្រូវចាក់ចេញហើយតែលើកនេះឈីញីរបស់យើងគេមានភាពក្លាហានហាមាត់ខត់នាងកុំឲ្យទៅបានអត់ស៊ូនាងក៏និយាយថាសុំទោសព្រោះនាងមានរឿងដែលត្រូវធ្វើហើយឈីញីដឹងតែគេមិនសួរថារឿងអ្វីទេគេគ្រាន់តែចង់សុំរឿងមួយពីនាងតែប៉ុណ្ណោះគេដឹងថាពួកគេទាំងពីរនាក់ទៅតែស្គាល់គ្នាមិនបានយូរប្រហែលទេហើយគេក៏មិនមែនជាមនុស្សដែលស័ក្តិសមនឹងទទួលបានរបស់ល្អចូលក្នុងជីវិតបានឡើយហើយគេក៏ដឹងថានៅលើโลกនេះអត់មានអ្វីថាថេរឡើយប៉ុន្តែលើកនេះគេសុំតែ1វិនាទីនៃពេលវេលារបស់នាងក៏បានដែរតើនាងអាចចូលចិត្តគេ1វិនាទីបានដែរឬក៏អត់មើលទៅស៊ូស៊ូក៏មានចិត្តលើឈីញីដូចគ្នាដែរតែពេលវេលាហាក់ដូចជាមិនស័ក្តិសមសម្រាប់ពួកគេទាំងពីរនាក់នឹងណាស្រាប់តែពេលនោះក៏មានព្រើធ្លាក់មកជាច្រើនដូចជាចង់បើកចិត្តរបស់ស៊ូស៊ូអនុញ្ញាតឲ្យនាងធ្វើតាមបេះដូងរបស់ខ្លួនឯងអញ្ចឹងព្រោះពីមុននាងបាននិយាយថាពេលដែលព្រើឈប់ធ្លាក់នាងនឹងចាក់ចេញហើយប៉ុន្តែពេលនេះព្រើក៏ធ្លាក់នាងមិនចាំបាច់ចាក់ចេញទេហើយក៏ឆ្លើយយល់ព្រមជាមួយនឹងឈីញីទៅឲ្យអ្នកប្រុសទី2របស់យើងនេះរំភើបចិត្តខ្លាំងមែនទែនក៏ស្ទុះរត់ទៅអោបស៊ូស៊ូនឹងតែម្ដងទៅរួចហើយពួកគេទាំងពីរនាក់ក៏បានផ្ដល់ស្នាមថើបលើកដំបូងឲ្យគ្នាទៅវិញទៅមកក្រោមព្រើធ្លាក់នឹងឯងហើយវាគឺជាការចងចាំមួយដែលស៊ូស៊ូពេលនេះមិនអាចភ្លេចបានទេនាងដឹងថាខ្លួនឯងជាពាក់គេដែលនៅសុកបាត់ខ្លួនហើយក៏មកជួបគេម្ដងទៀតនៅក្រោមរូបភាពជាគូនដឹងបបងប្រុសគេទៅវិញនាងបានត្រឹមតែសុំទោសឈីញីក្នុងចិត្តព្រោះនាងមានរឿងដែលត្រូវធ្វើគ្មានពីណាគេអាចប្រឈប់នាងបានឡើយស្រាប់តែពេលហ្នឹងទូផលរបស់យើងក៏ដើរចូលមកតាមនាងនៅក្នុងបន្ទប់ទឹកនឹងទៀតនាងប្រុងដើរចេញទៅហើយគេក៏ចាប់អោបនាងពីក្រោយប្រាប់នាងថាគេនេះនឹកនាងទាំងយប់ទាំងថ្ងៃនឹកខ្លាំងរហូតចង់តែបកស្បែកបាក់ឆ្អឹងនាងទេស៊ូស៊ូនេះវិញគេក៏ប្រាប់ឲ្យឈីញីនឹងលេងតែគេមិនព្រមលេងឯណាហើយក៏យកផ្កាមកសួរនាងថានៅចាំបានឬមួយក៏អត់នេះគឺជាផ្កាដែលនាងចូលចិត្តហើយស៊ូស៊ូនឹងក៏ប្រកែកថានាងបានចូលចិត្តផ្កានឹងទេឈីញីនេះក៏ចាប់បង្វែរនាងមកវិញដើម្បីមើលមុខដែលគ្មានដឹងកំហុសរបស់នាងរយៈពេល3ឆ្នាំទៅហើយនាងបានបាត់ខ្លួនទៅឥឡូវងើបមកពីសេចក្តីស្លាប់វិញបង្ហាញខ្លួននៅចិត្តបងប្រុសគេទៅវិញប៉ុន្តែស៊ូស៊ូនឹងគ្មានពេលអីបកស្រាយចំពោះគេទេធ្វើឲ្យអ្នកប្រុសទី2ដែលពោពេញដោយកំហឹងនៅពេលនេះមិនអាចទប់ចិត្តបានទៀតឡើយក៏ចាប់នាងលើកឡើងថើបយកតែម្ដងស៊ូស៊ូនេះវិញខំរុញគេចេញដែរតែគេចាប់ដៃនាងជាប់ធ្វើអ្វីឈីញីមិនបាននាងក៏ខំបបោមាត់របស់ឈីញីនឹងទៅតែអ្នកម្ខាងទៀតដូចជាគ្មានការឈឺចាប់អីសោះប្រាប់ទៅកាន់ស៊ូស៊ូនឹងទៅថានៅចាំបានរសជាតិថើបលើកនេះគឺដូចគ្នាបែរដាក់ទៅនឹងការថើបលើកដំបូងរបស់គេទាំងពីរនាក់អញ្ចឹងមានអីស៊ូស៊ូទាំងមើលកំភ្លៀងលឺសូផាត់ហើយស៊ូស៊ូក៏និយាយថាទង្វើថ្ងៃនេះនាងចាត់ទុកថាគេស្វឹងទៅចោះនាងប្រុងនឹងចាក់ចេញទៅហើយឈីញីក៏ផ្ដាំតាមក្រោយថាកុំឲ្យនាងកិច្ចវេះអីគេនឹងបកក្រាតអត្តសញ្ញាណរបស់នាងឲ្យអ្នកទាំងអស់គ្នាបានដឹងឲ្យនាងលះបង់ស័ក្តិសមជាមួយនឹងតម្លៃដែលនាងបានធ្វើដាក់គេហើយបន្ទាប់ពីនឹងមកឈីញីរបស់យើងក៏មកចំការផ្កាចិនធានទាំងយប់តែម្ដងកូនចៅរបស់គេឡាយអ៊ីក៏សុំឲ្យអ្នកប្រុសគេនឹងកំខឹងអីពួកគេអាចស៊ើបអង្កេតលើស៊ូស៊ូនឹងបន្តទៀតបានអ្នកប្រុសរបស់គេនេះអត់បានស្ដាប់ទេហើយក៏ឲ្យឡាយអ៊ីនឹងចាក់ចេញទៅរួចហើយឈីញីរបស់យើងក៏បានមើលទៅចំការផ្កាចិនធានដ៏ធំធេងនឹងហើយក៏នឹកឃើញទៅដល់អតីតកាលរបស់ពួកគេទាំងពីរនាក់ផ្កាចិនធានដែលគេឲ្យស៊ូស៊ូនោះវាបានរីកហើយធ្វើឲ្យស៊ូស៊ូសប្បាយចិត្តខ្លាំងមែនទែនឈីញីក៏បានមកអោបនាងពីក្រោយហើយក៏ប្រាប់នាងថាគេទទួលបានការពឹងពាក់ពីបងប្រុសរបស់គេនឹងឲ្យទៅចូលរួមកម្មវិធីនៅផ្ទះនៃគ្រួសារហួរតើនាងអាចទៅចូលរួមជាមួយគេបានអត់ស៊ូស៊ូនេះក៏យល់ព្រមតែម្ដងព្រោះឯកោដៅរបស់នាងគឺគ្រួសារហួរនឹងឯងពេលដែលមកដល់ឡក៏ឈរមើលទៅបរិសម្នាក់ពីខាងក្រៅទៅឈីញីណែវិញស្មានថានាងចូលចិត្តបរិយាកាសបែបហ្នឹងក៏ចង់នាំនាងត្រឡប់មកវិញប៉ុ
ប៉ុន្តែស៊ូថាអត់ទេរួចក៏សួរឈិញយីទៅថាតើលោកម្នាក់នោះគឺជាលោកម្ចាស់នៃគ្រួសារហួរមែនឈិញយីក៏ប្រាប់ទៅថានឹងហើយរួចនាងក៏បន្តសួរទៀតថាតើធម្មតាគេស្នាក់នៅភូមិគ្រឹះនឹងមែនដែលឈិញយីដឹងមកទីនេះគឺជាអចលនទ្រព្យដ៏ល្បីល្បាញមួយប្រចាំទីក្រុងហើយក៏ជាផ្នែកមួយរបស់គ្រួសារហួរដែរមើលទៅគាត់ប្រហែលជាស្នាក់នៅទីនឹងហើយស៊ូក៏អត់បានសួរនាំអីទៀតទេគេក៏ឲ្យឈិញយីនឹងចូលទៅក្នុងកម្មវិធីចោនាងលេងនៅសួនច្បារខាងក្រៅរងចាំគេហើយឈិញយីនេះក៏អត់មានការសង្ស័យអីដែរក៏ចូលទៅក្នុងបាត់ទៅហើយបន្ទាប់ពីនឹងមកក៏មិនដឹងជាយ៉ាងម៉េចស្រាប់តែរកឃើញលោកម្ចាស់ហួរនឹងបានស្លាប់ហើយមិនដឹងជាយ៉ាងម៉េចឈិញយីយើងក៏ចូលទៅចង់ដានឃាតករសម្រាប់លោកម្ចាស់ហួរនឹងទៅត្រូវបានហួរចុងឈិញនឹងគេចាប់បាននៅនឹងកន្លែងហើយវាធ្វើបាបឈិញយីរបស់យើងដែលសង្ស័យថាមនុស្សស្រីដែលមកជាមួយឈិញយីនឹងហើយគឺជាឃាតករសម្រាប់ឪពុករបស់គេព្រោះអីពេលនេះនាងបានរត់គេចខ្លួនបាត់ទៅហើយដូចនេះគេទុកពេលឲ្យឈិញយីរបស់យើង3ថ្ងៃដើម្បីរកស្រីម្នាក់នឹងឲ្យឃើញបើមិនដូច្នេះទេឈិញយីនឹងហើយជាអ្នកទទួលទោសហើយទូប្រុសរបស់យើងក៏បានត្រឡប់មកផ្ទះដែលពួកគេរស់នៅជាមួយគ្នានឹងវិញតែបាត់ស៊ូបាត់ទៅហើយមានតែផ្កាចិនធានដែលរីកមិនមានអ្នកមើលហើយមនុស្សជាច្រើនដែលគេបញ្ជូនឲ្យទៅតាមរកនាងនឹងក៏បានរាយការណ៍មកថារកនាងមិនឃើញទេមិនដឹងថានាងនៅទីណាឡើយទៅពួកគេនឹងគិតថាប្រហែលជានាងនឹងជាឃាតករពិតមែនហើយទៅគេចខ្លួនបែបហ្នឹងឈិញយីរបស់យើងក៏ស្ដីឲ្យកុំឲ្យពួកគេចេះតែប្រាប់ខ្លួនអញ្ចឹងហើយឲ្យពួកគេនឹងបន្តរកនាងទៀតថាធ្វើមិនក៏ដោយត្រូវតែរកនាងឲ្យឃើញកំពុងតែអស់សង្ឃឹមទៅហើយក៏មានគេមកប្រាប់ថារកនាងឃើញហើយធ្វើឈិញយីនេះមានសង្ឃឹមឡើងវិញក៏បញ្ញាប់មកកន្លែងដែលគេបានឃើញនាងនឹងទៅគឺជាកន្លែងដែលរទេះភ្លើងមានមនុស្សកកកុញច្រើនមែនទែនហើយគេមិនដឹងថានាងនៅទីណាទេសម្លឹងរកគ្រប់ច្រកលហោហើយនៅតែមិនឃើញបន្តិចក្រោយមកគេក៏ប្រទះឃើញនាងនៅក្នុងទូរថភ្លើងទីបំផុតគេក៏បានតន់នាងកំពុងតែត្រៀមខ្លួនប្រងនឹងលោតចុះពីរថភ្លើងមួយហ្នឹងគេក៏បានខត់ចាប់នាងយកមកអោបហើយនិយាយថាទីបំផុតខ្ញុំរកនាងឃើញហើយនាងចង់ទៅណានាងកើតអីមែនហើយពេលហ្នឹងស៊ូក៏បានដេញឈិញយីឲ្យត្រឡប់ទៅវិញតែឈិញយីមិនព្រមទៅទេហើយក៏ប្រាប់ថាផ្កាដែលយើងបានដាំជាមួយគ្នាពេលនេះវារីកហើយក៏បបួលនាងត្រឡប់ទៅវិញដើម្បីមើលវាជាមួយគ្នាស្រាប់តែពេលហ្នឹងស៊ូក៏វាផ្កាលើដៃគេនឹងចោលហើយឲ្យគេនឹងមានស្មារតីឡើងតាំងពីដំបូងដែលនាងបានជួបគេគឺជាការរៀបចំរបស់នាងតែប៉ុណ្ណាដែលតែនាងបានដឹងថាគេស្គាល់គ្រួសារហួរអញ្ចឹងហើយចង់ចូលក្បែរគេដើម្បីមានឱកាសបានចូលក្បែរគ្រួសារហួរនឹងឯងប៉ុន្តែឈិញយីគេស្ម័គ្រចិត្តធ្វើមិនដឹងមិនលឺរឿងហ្នឹងទេហើយខណៈនោះមនុស្សគ្រួសារហួរក៏បានមកដល់ដូចគ្នាដូច្នេះហើយនាងមិនអាចឲ្យគេមកគ្រោះថ្នាក់ជាមួយនាងបានឡើយស៊ូក៏ទាញកាភ្លើងមកភ្ជុំលើឈិញយីដើម្បីបង្ខំឲ្យគេចាក់ចេញពីនាងថាអ្វីគ្រប់យ៉ាងដែលនាងធ្វើជាមួយគេគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះហើយឈិញយីស្រឡាញ់នាងងើបមុខលេងរួចហើយក៏ទាញកាភ្លើងមកភ្ជុំលើខ្លួនឯងឲ្យនាងបាញ់មកបើសិនជានាងចង់បាញ់គ្រាន់តែនាងប្រាប់ថាស្រឡាញ់គេក្នុងវិនាទីនេះទៅវាគ្រប់គ្រាន់ហើយសម្រាប់គេស៊ូនាងឡើងលលិញលលងហ្មងដឹងថាគេស្រឡាញ់នាងពិតប្រាកដតែនាងមិនអាចបំពេញបំណងប្រាថ្នារបស់គេបានឡើយក៏យកកាភ្លើងនោះមកភ្ជុំលើខ្លួនឯងឲ្យឈិញយីចាត់ទុកថាមិនបានស្គាល់នាងទៅចោលហើយនាងក៏ចាប់ដៃឈិញយីដូចជាភ្ជុំកាភ្លើងនាងអញ្ចឹងតែតាមពិតអ្នកដែលបាញ់នាងហ្នឹងគឺនៅពីខាងក្រោយទេរួចហើយខ្លួនរបស់នាងហ្នឹងក៏ធ្លាក់ចុះពីលើរថភ្លើងហ្នឹងតែម្ដងទៅឈិញយីគេតស្លុតខ្លាំងមែនទែនស្ទើរតែលោតចុះពីលើរថភ្លើងតាមនាងទៅហើយតែមានមនុស្សគេមកចាប់ឈិញយីតនទូប្រុសរបស់យើងបានត្រឹមតែស្រែកហៅនាងពីលើរថភ្លើងតែប៉ុណ្ណោះមិនដឹងថាស៊ូទៅជាយ៉ាងណាទេឃើញតែផ្កាធ្លាក់លើព្រិលហ្នឹងអញ្ចឹងហើយតើឈិញយីគេបានដាំផ្កាចន្ទធាននឹងជាច្រើននៅទីនេះតែពេលនេះនាងនៅរស់អញ្ចឹងផ្កាទាំងអស់ហ្នឹងក៏មិនចាំបាច់ទុកទៀតដែរហើយគេក៏បានដុតផ្កាទាំងអស់ហ្នឹងចោលទៅពូដែលថែរក្សានៅទីនេះគាត់សោកស្ដាយខ្លាំងមែនទែនតម្រាំតែដាំបានផ្កាប៉ុណ្ណេះអ្នកប្រាទី2របស់គេខំប្រឹងប្រែងខ្លាំងណាស់ឈិញយីក៏ថាមិនថ្មីទេដើមឡើយគេដាំផ្កានេះឡើងគឺដើម្បីកាន់ទុកនាងហើយលពូហ្នឹងគាត់មិនដឹងគាត់ថាប្រហែលជាអ្នកឡើងទៅកាន់ឋានសួគ៌នេះបានយល់ពីចិត្តរបស់អ្នកប្រាដូចគ្នាតែឈិញយីថាមិនមែនទេនាងបាននៅលើឋានសួគ៌ឡើយតែនាងនៅឋាននរកឬក៏នៅកន្លែងផ្សេងណាមួយតែកុំខ្វល់អីឥឡូវនាងបានរੂទៅហើយគេនឹងឲ្យនាងផ្ដល់ការបកស្រាយសះសំនឹងអ្វីដែលគេបានចំណាយសម្រាប់នាងតែគេមានទៅដឹងឯណាផ្កាមួយតងដែលបានជ្រុះនៅលើព្រិលនឹងត្រូវបានមនុស្សម្នាក់រើសយកទៅហើយដៃរបស់គេសត្វតែឈាមអ្នកទាំងអស់គ្នាទេមើលថាជាដៃរបស់ពីណាគេហើយសាច់រឿងរបស់យើងក៏ឆ្លើយត្រឹមនេះរងចាំភាគ4ទាំងអស់គ្នាណាអរគុណច្រើនមែនទែនដែលបានតាមដានជាមួយ admin បាយបាយអ្នកទាំងអស់គ្នា